ថ្ងៃនេះនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកមើលកង្វែងរបស់ខ្ញុំដែលខ្ញុំធ្វើការដាំដុះនៅក្នុងលូស៊ីម៉ង់បាទនៅទីនេះយើងធ្វើការដាំដុះនៅក្នុងលូហើយដាំនៅក្បែរផ្ទះតែម្ដងបងប្អូនបាទដាំនៅក្បែរផ្ទះអត់នៅណាឆ្ងាយទេបាទត្បិតតែវាដំណាំដែលដុះក្នុងព្រៃបាទប៉ុន្តែឥឡូវយើងយកមកដាំនៅផ្ទះបានហើយបងប្អូនបាទនេះបែកគុំបែកកូនមកច្រើនមែនតើណាបងប្អូនដើមចាស់វានឹងល្អិតតែវាបែកកំពុងថ្មីមកដើមធំថ្លោះបាទហើយឃើញថាល្អដាក់ចេញមកគឺស្រស់បំប្រងតែម្ដងបាទហើយនេះបងប្អូនកូនប៉ុណ្ណនេះគឺយើងអាចធ្វើម្ហូបបានហើយនេះស្លឹក2នេះគឺល្មមតែម្ដងបាទជីទូទៅស្លឹក1ស្លឹក2ស្លឹក2ស្លឹក3អីហ្នឹងគឺល្មមមកធ្វើម្ហូបខ្ចីល្អបាទស្លឹក5អីឡើងទៅហើយវាចាស់គល់វារឿងចាស់អញ្ចឹងស្លឹក2ស្លឹក3ហ្នឹងគឺខ្ចីល្អបងប្អូនអាចកាត់យកធ្វើម្ហូបបានហើយបាទនេះប៉ុណ្ណឹងអីហ្នឹងប៉ុណ្នេះរឿងចាស់តិចបាទអញ្ចឹងមកលូនេះគឺឃើញថា6 7ដើមហើយកំពុងតែបែកគុំបែកកូនមកច្រើនទៀតបាទនេះបងប្អូននេះកំពុងតែចាញ់បន្តមកបាទចាញ់បន្តមកបាទចាញ់មកច្រើនមែនតើបាទនេះសតែគុំដែលគល់បន្ទូលប្រឡូកវាដែលចាញ់មកថ្មីហ៎បងប្អូនបាទហើយគ្រប់លូតែម្ដងសត្វតែមានល្មមដែលយើងអាចធ្វើម្ហូបបានហើយខ្ញុំដាំនេះប្រហែលជា20លូអញ្ចឹងជារឿយយើងតែងតែកាត់ធ្វើម្ហូបបាទហើយធ្វើម្ហូបនេះមិនមែនតែដើមខ្ចីបន្ទូលខ្ចីរបស់វាទេស្លឹករបស់វាស្លឹកខ្ចីនេះក៏អាចធ្វើម្ហូបបានដែរបងប្អូននេះដោយសារវាស្ទើរមកលុបយើងដាំក្បែរផ្ទះអញ្ចឹងទៅក៏ផ្សារដែកប្រក់ស្បៃបន្ថែមបាទផ្ទះនៅសងខាងអញ្ចឹងវាបានមកលុបបាំងជាមួយនឹងផ្ទះខ្លះហើយយើងដាក់ស្បៃបន្ថែមទៀតទៅក៏អាចដាំកង្វែងបានតែម្ដងបាទហើយកម្ពស់នេះគឺ2ម៉ែត្រជាងបងប្អូនកូនកង្វែងហ្នឹងបាទកម្ពស់2ម៉ែត្រជាងនិយាយរួមទៅលិចក្បាលខ្ញុំបាទដើមខ្លះស្មើភ្នែកដើមខ្លះលិចក្បាលទៅបាទអាចប្រមូលផលបានជាប្រចាំបាទហើយវាដោះលូតលាស់អត់ប្រកាន់រដូវទេបងប្អូនរដូវណាក៏ដោះរដូវណាក៏លូតលាស់ដែរហើយវាទាមទារមកលុបហើយនឹងដីដែលមានសំណើមល្អបាទអញ្ចឹងយើងធ្វើការស្រោចស្រពជាប្រចាំទៅយើងដាក់តែជីកំប៉ុស្តដាក់តាអីទៅគឺអាចប្រមូលផលវាដោះលូតលាស់ទៅហើយបាទអរគុណបងប្អូនជួនប៉ុណ្ណឹងមានអ្វីចូលរួមអាចសរសេរបានខាងក្រោម